ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ KH Farm ហើយនៅក្នុងវីដេអូមួយនេះដែរក៏ជាវីដេអូថ្មីមួយទៀតដែលយើងតែងតែចែករំលែកអំពីចំណេះដឹងពាក់ព័ន្ធនឹងឱសថក៏ដូចជាការប្រើប្រាស់ឱសថផងដែរសម្រាប់ម៉ាក់ថ្មីដែលនៅត្រីមាសដំបូងប្រហែលជាពួកគាត់តែងតែមានអាការៈចាញ់ខ្លាំងអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងមកដឹងអំពីថ្នាំមួយប្រភេទដែលគេប្រើប្រាស់សម្រាប់បំបាត់អាការៈចាញ់កូនចំពោះស្ត្រីមេផ្ទៃពោះតាមពិតទៅនៅលើទីផ្សារថ្នាំប្រភេទបំបាត់អាការៈចាញ់កូនហ្នឹងវាមានច្រើនប្រភេទប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកថ្នាំមួយប្រភេទដែលមានឈ្មោះថា Present ដែលជាទូទៅគេប្រើប្រាស់សម្រាប់បំបាត់អាការៈចាញ់កូនដែរខ្ញុំជឿថាពុកម៉ែបងប្អូនជាពិសេសបងប្អូននារីហ្នឹងដែលគាត់មានផ្ទៃពោះប្រហែលជាគាត់បានស្គាល់ហើយប្រភេទថ្នាំហ្នឹងហើយគឺគ្រាន់តែឃើញរូបហ្នឹងគឺគាត់ស្គាល់ហ្មងភាគច្រើនណាអញ្ចឹងប្រភេទថ្នាំហ្នឹងគឺជាប្រភេទថ្នាំគ្រាប់ដែលគេប្រើលេបតាមមាត់ហើយមានសារធាតុសកម្មពីរមុខដែលដុកស៊ីឡាមីនលេខ10មីលីក្រាមហើយនិងពីរីដុកស៊ីនលេខ10មីលីក្រាម ចំពោះដុកស៊ីឡាមីននឹងដែរគឺជាប្រភេទថ្នាំពពួកAntihistamine អញ្ចឹងកាលណាដែលយើងប្រើទៅគឺវាអាចធ្វើឲ្យយើងនឹងងងុយគេងហើយចំណែកឯ Pyridoxine ដែលជាប្រភេទវីតាមីន B6 ហ្នឹងគឺវាអាចជួយបំបាត់អាការៈក្អួតចង្អោរផងដែរជារួមទៅថ្នាំប្រភេទ Present ហ្នឹងគឺជាប្រភេទថ្នាំដែលយើងប្រើទៅបំបាត់អាការៈក្អួតចង្អោរអំឡុងពេលដែលមានផ្ទៃពោះដែលបណ្ដាលមកពីការចាញ់កូនហ្នឹង សម្រាប់ការប្រើប្រាស់វិញកម្រិតប្រើប្រាស់ធម្មតាសម្រាប់ស្ត្រីមានផ្ទៃពោះគឺលេបម្ដង2គ្រាប់មុនចូលគេងអញ្ចឹងមានន័យថាមុនចូលគេងហ្នឹងគឺយើងញ៉ាំថ្នាំហ្នឹង2គ្រាប់អញ្ចឹងណាហើយបើក្នុងករណីស្ត្រីហ្នឹងគាត់ចាញ់ខ្លាំងមានការក្អួតចង្អោរខ្លាំងពិបាកទ្រាំអញ្ចឹងគាត់អាចញ៉ាំមួយគ្រាប់ទៀតបន្ថែមទៀតបាននៅពេលដែលព្រឹកឬក៏ពេលថ្ងៃអញ្ចឹងណានៅពេលដែលគាត់បាយរួចអញ្ចឹងដើម្បីឲ្យងាយយល់ហ្នឹងគឺយើងអាចញ៉ាំថ្នាំ Present ហ្នឹង2គ្រាប់មុនចូលគេងហើយបើសិនជាគាត់មានអាការៈចាញ់ខ្លាំង ធ្ងន់ធ្ងរអញ្ចឹងគឺគាត់អាចញ៉ាំមួយគ្រាប់ទៀតបន្ថែមទៀតបានអាចគាត់អាចញ៉ាំនៅពេលព្រឹកឬក៏ពេលថ្ងៃត្រង់បានហើយចំពោះការប្រុងប្រយ័ត្នវិញគឺជៀសវាងការប្រើប្រាស់គ្រឿងស្រវឹងហើយត្រូវប្រើប្រាស់ថ្នាំហ្នឹងឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យឬក៏ឱសថការីហើយសម្រាប់ផលរំខានវិញគឺអាចមានផលរំខានមួយចំនួននៅពេលដែលយើងប្រើប្រាស់ឱសថហ្នឹងណាដូចជាងងុយគេងវិលមុខឬក៏ឈឺក្បាលស្វាងភ្នែកពេលខ្លះហ្នឹងមានអារម្មណ៍ថាភ័យញាប់បេះដូង បាត់បង់ចំណង់អាហារឬក៏មាត់ស្ងួតជាដើមសម្រាប់ការហាមប្រើវិញគឺគេហាមប្រើចំពោះអ្នកដែលមានប្រតិកម្មជាមួយនឹងសារធាតុផ្សំណាមួយរបស់ថ្នាំហ្នឹងអញ្ចឹងយ៉ាងណាក៏ដោយក៏សូមឲ្យពុកម៉ែបងប្អូនហ្នឹងជាពិសេសស្ត្រីមានផ្ទៃពោះសូមពិគ្រោះជាមួយនឹងគ្រូពេទ្យឬក៏ឱសថការីឲ្យបានត្រឹមត្រូវជាមុនសិនមុននឹងប្រើប្រាស់ថ្នាំហ្នឹងអូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ផងដែរហើយក៏សូមអរគុណច្រើនដល់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូមួយហ្នឹងតាំងពីដើមរហូតដល់ចប់ ជូនពរពុកម៉ែបងប្អូនមានសុខភាពល្អអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត